តើអ្នកទាំងអស់គ្នាមកស្គាល់កន្លែងទាំង8នេះនៅជុំវិញកោះរ៉ុងដែលយើងអាចជួលម៉ូតូមួយថ្ងៃជិះដើរលេងកម្សាន្តបានកោះរ៉ុងឥឡូវអភិវឌ្ឍច្រើនណាស់អ្នកទាំងអស់គ្នាហើយផ្លូវនៅលើកោះនេះឥឡូវគេចាក់បេតុងហើយស្ទើរទាំងស្រុងហើយកុំភ្លេច save វីដេអូនេះទុកពេលអ្នកទាំងអស់គ្នាមកលេងកោះរ៉ុងនិង share វីដេអូនេះម្នាក់មួយផងកន្លែងទី1នេះគឺ Coconut Beach ដែលជាឆ្នេរទូចមួយនៅជាប់នឹងឆ្នេរឡុងសិតនៅទីនេះស្ងប់ស្ងាត់ល្អតែស្រួលរកកន្លែងគេងកន្លែងញ៉ាំអីព្រោះនៅទីនេះសម្បូរ resort ហើយនិង restaurant ថែមទាំងមានទេសភាពស្អាតនិងបរិយាកាសស្ងប់ស្ងាត់ទៀតផងនៅជិតនឹងឆ្នេរនេះមានភូមិទូចមួយដែលមានប្រជាជនរស់នៅហៅថាភូមិដើមថ្កូវអ្នកភូមិនៅទីនេះភាគច្រើនប្រកបរបរនេសាទអ្នកទាំងអស់គ្នាអាចមកទីនេះដើម្បីទិញនិងកម្មង់គ្រឿងសមុទ្របានធ្វើដំណើរពេញមួយថ្ងៃក្រោមកម្ដៅថ្ងៃអញ្ចេះពួកខ្ញុំជ្រើសរើសយក Sunscreen Dr. Malacin មានប្រសិទ្ធភាពការពារ UVA UVB បានរហូតដល់ SPF 50+ និង PA 3+ ហើយជាពិសេស Sunscreen នេះជួយឲ្យមុខមានសំណើមកាត់បន្ថយភាពជ្រីវជ្រួញតិចផងហើយអ្នកទាំងអស់គ្នាកុំភ្លេច reapply sunscreen នៅរៀងរាល់4ម៉ោងម្ដងដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់កន្លែងទី2នេះគឺសហគមន៍ទេសចរព្រៃកោងកាងខ្ញុំជឿថាអ្នកទាំងអស់គ្នាភាគច្រើនអាចបានដឹងទេថានៅលើកោះរ៉ុងនេះមានព្រៃកោងកាងចេះនៅទីនេះអ្នកទាំងអស់គ្នាអាចជួលទូកឬមួយកាយ៉ាក់ជិះលេងកម្សាន្តតាមដងព្រែកហើយក៏មានស្ពានឈើដែលអ្នកទាំងអស់គ្នាអាចដើរទៅដល់ចុងព្រែកហើយនៅតាមផ្លូវមានកន្លែងញ៉ាំអីនិងកន្លែងអង្គុយលេងជាច្រើនផងដែរក្រងសក់នៅពេញនៅផ្ទះក្រងអំកើតទេតមកក្រងនៅកោះរ៉ុងការរៀបចំនៅទីនេះជាបែបសហគមន៍ដែលប្រជាជននៅទីនេះលក់ដូររបស់ញ៉ាំគ្រប់ប្រភេទមើលទៅល្អមួយយ៉ាងដែរអ្នកទាំងអស់គ្នាព្រោះទេសចរបែបសហគមន៍ចេះផ្ដល់ផលប្រយោជន៍ច្រើនដល់ប្រជាជនដែលរស់នៅតំបន់នេះកន្លែងទី3នេះគឺជាភូមិព្រែកស្វាយដែលនៅទល់មុខនឹងកោះសង្សារអ្នកទាំងអស់គ្នាដឹងទេនៅទីនេះមានប្រជាជនរស់នៅជាច្រើនជំនាន់មកហើយក៏មានសាលារៀននិងវត្តអារាមផងដែរអ្នកទាំងអស់គ្នាក៏អាចជួលកាយ៉ាក់ជិះលេងកម្សាន្តតាមដងព្រែកហើយក៏សម្បូរកន្លែងញ៉ាំអីបែប local ផងដែរអ្នកទាំងអស់គ្នាកន្លែងទី4នេះជាឆ្នេរដែលខ្ញុំពេញចិត្តជាងគេយើងបានមកសម្រាកនិងញ៉ាំអាហារថ្ងៃត្រង់នៅទីនេះគឺឆ្នេរ Lonely Beach ត្រែត្រូវជិះចូលតាមផ្លូវលំពីសាលាបឋមសិក្សាព្រែកស្វាយប្រហែលជា3គីឡូម៉ែត្រខ្ញុំគិតថានៅខែភ្លៀងប្រហែលជារៀងពិបាកធ្វើដំណើរមកទីនេះបន្តិចអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំឃើញមានពួកបរទេសខ្លះធ្វើដំណើរមកទីនេះដោយជិះទូកផងដែរពេលមកដល់ទីនេះអារម្មណ៍ដូចមកដល់កោះកុងក្រៅអញ្ចឹងឆ្នេរសមុទ្រស្ងប់ស្ងាត់សម្បូរដើមដូងទឹកសមុទ្រថ្លាឆ្វេងជាមួយនឹងខ្សាច់សក្បោះបរិយាកាសនៅទីនេះគឺ10 លើ 10តែម្ដងហើយកន្លែងគេងក៏ធូរថ្លៃជាពិសេសម្ហូបអាហារនៅទីនេះមានរសជាតិឆ្ងាញ់ហើយក៏តម្លៃសមរម្យផងដែរនៅទីនេះភាគច្រើនខ្ញុំឃើញមានជនបរទេសហើយអត់សូវសម្បូរខ្មែរយើងទេហើយយើងក៏អាចមើលឃើញកោះម្នាស់ដែលស្ថិតនៅខេត្តកោះកុងពីឆ្នេរនេះទៀតផងកន្លែងទី5នេះខ្ញុំជឿថាអ្នកទាំងអស់គ្នាភាគច្រើនស្គាល់នោះគឺជាឆ្នេរភូមិសុកសានដ៏ស្រស់ស្អាតដែលនៅជាប់នឹងឆ្នេរ Long Beach កាលពី4ឆ្នាំមុនខ្ញុំធ្លាប់មកដល់ទីនេះម្ដងគឺសម័យក្រោយ COVID ថ្មីនៅទីនេះស្ងាត់មែនទែនស្ទើរតែខ្លាចជាភូមិដែលគេបោះបង់ចោលតែឥឡូវនេះគេបានប្រែមុខមាត់ហើយទាំងភ្ញៀវបរទេសនិងខ្មែរយើងមកលេងទីនេះច្រើនមែនទែនជាពិសេសក៏ឃើញមានអ្នកបង្កើតមាតិកាខ្មែរយើងមក review ទេសភាពនិងកន្លែងញ៉ាំអីនៅក្នុងភូមិសុកសាននេះក៏ច្រើនដែរនៅលើកោះរ៉ុងនេះនិយាយពីថាឆ្នេរសមុទ្រនិងទឹកសមុទ្រនៅកន្លែងណាក៏ស្អាតទាំងខ្យល់អាកាសបរិសុទ្ធស្រស់ស្រាយពេលដែលយើងបានមកអង្គុយលេងតាមមាត់សមុទ្រអញ្ចឹងពិតជា relax មែនតើអ្នកទាំងអស់គ្នាកន្លែងទី6នេះគឺជាកន្លែងដែលល្បីជាងគេនៅលើកោះរ៉ុងគឺឆ្នេរ Long Beach ជាឆ្នេរដែលអ្នកទាំងអស់គ្នាឃើញគេមកថតជាមួយនឹងគល់ឈើនៅទីនេះប៉ុន្តែនៅទីនេះមិនមែនមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាទៅលេងកន្លែងផ្សេងពេញមួយថ្ងៃហើយមកលេងទីនេះនៅពេលល្ងាចដើម្បីមើលថ្ងៃលិចព្រោះថ្ងៃលិចនៅឆ្នេរ Long Beach នេះស្រស់ស្អាតមែនទែនបន្ទាប់ពីមើលថ្ងៃលិចហើយកន្លែងទី7នេះគឺជាកន្លែងដែលអ្នកទាំងអស់គ្នាអាចនឹងទៅលេងកម្សាន្តបាននោះគឺភូមិកោះតូចជាទីប្រជុំជនដែលធំហើយអ៊ូអរជាងគេនៅលើកោះរ៉ុងនេះមានកន្លែងញ៉ាំអីក៏ច្រើនជាពិសេសបែបបរទេសហើយក៏មានម្ហូបខ្មែរផងដែរជាមួយនឹងតម្លៃសមរម្យហើយកន្លែងគេងក៏សម្បូរដែរនៅទីនេះនៅពេលយប់អ្នកទាំងអស់គ្នាក៏អាចដើរលេងនៅលើឆ្នេរនេះបានផងដែរកន្លែងទី8ជាកន្លែងដែលខ្ញុំគេងនោះគឺឆ្នេរឡុងសិតនៅទីនេះសម្បូរ resort បែប private ហើយរៀងស្ងប់ស្ងាត់ជាងភូមិកោះតូចប៉ុន្តែរបស់ញ៉ាំនៅទីនេះរៀងថ្លៃបន្តិចភាគច្រើនឃើញមានភ្ញៀវបរទេសហើយក៏មានខ្មែរយើងមកស្នាក់នៅទីនេះផងដែរ
នៅពេលយប់អ្នកទាំងអស់គ្នាអាចមកមើល Fire Show នៅ Mad Monkey ហើយនឹងអាចដើរលេងកម្សាន្តតាមមាត់ឆ្នេរចាប់ក្តាមលេងបានទៀតផងលឿនក្តាមនៅនៅសៀមអូក្តាមអីគេណាតាមពិតនៅលើកោះរ៉ុងនេះមានកន្លែងជាច្រើនទៀតអ្នកដែលស្គាល់កោះរ៉ុងច្បាស់ជួយ recommend ប្រាប់ខ្ញុំបន្តិចមើលថាកន្លែងណាទៀតដែលយើងគួរទៅលេងកម្សាន្តសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយនេះហើយកុំភ្លេច Subscribe YouTube Channel របស់ខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយទៀត